ជំរាបសួរអ្នកខ្ញុំឡៃដាណេពី Oswai Migration and Education ថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីចំណេះដឹងទូទៅតាក់ទងនឹងទិដ្ឋាការមកកាន់ប្រទេសអូស្ត្រាលីទី1ខ្ញុំនឹងនិយាយអំពីមធ្យោបាយចំនួន3ដែលអ្នកសុំទិដ្ឋាការទស្សនកិច្ចមកកាន់ប្រទេសអូស្ត្រាលីទី2ខ្ញុំនឹងនិយាយលម្អិតអំពីការស្នើសុំទិដ្ឋាការទស្សនកិច្ចតាមរយៈការធានារបស់សាច់ញាតិដែលកំពុងតែរស់នៅប្រទេសអូស្ត្រាលីឥឡូវយើងនឹងនិយាយអំពីមធ្យោបាយចំនួន3ដែលអ្នកអាចស្នើសុំទិដ្ឋាការទស្សនកិច្ចមកទស្សនាប្រទេសអូស្ត្រាលីមធ្យោបាយទាំង3នោះរួមមានទី1គឺការដាក់ពាក្យស្នើសុំទិដ្ឋាការទស្សនកិច្ចនៅក្នុងនាមជាអ្នកទេសចរទី2គឺការដាក់ពាក្យស្នើសុំទិដ្ឋាការទស្សនកិច្ចដោយមានសាច់ញាតិនៅប្រទេសអូស្ត្រាលីជាអ្នកធានាទី3គឺការដាក់ពាក្យស្នើសុំទិដ្ឋាការទស្សនកិច្ចក្នុងនាមជាអ្នកជំនួញជាបន្តខ្ញុំនឹងនិយាយលម្អិតទៅលើចំណុចទី2ដែលការដាក់ពាក្យស្នើសុំទិដ្ឋាការទស្សនកិច្ចដោយមានសាច់ញាតិនៅប្រទេសអូស្ត្រាលីជាអ្នកធានាតើនរណាខ្លះអាចធានាបងប្អូនមកលេងនៅប្រទេសអូស្ត្រាលីអ្នកដែលអាចធានាបងប្អូនមកលេងអូស្ត្រាលីត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធដូចជាឧទាហរណ៍ថាជាដៃគូជាឪពុកម្ដាយឬជាកូនបង្កើតជាបងប្អូនប្រុសស្រីបង្កើតជាជីដូនជាតាបង្កើតឬជាចៅបង្កើតជាអ៊ំពូមីងបង្កើតជាក្មួយបង្កើតការយល់ដឹងអំពីលក្ខខណ្ឌខាងលើនេះគឺពិតជាមានសារៈសំខាន់ណាស់បើមិនដូច្នេះទេអ្នកមិនអាចទទួលបាននូវទិដ្ឋាការបានឡើយកាលពីពេលថ្មីនេះយើងបានជួបជាមួយនឹងអតិថិជនដែលគាត់បរាជ័យក្នុងការធានាសាច់ញាតិដែលមិនមែនជាសាច់ញាតិបង្កើតមកលេងប្រទេសអូស្ត្រាលីយើងពិតជាសោកស្ដាយណាស់ចំពោះលទ្ធផលនេះពីព្រោះតែគាត់មិនបានយល់ដឹងអំពីចំណុចដ៏សំខាន់ខាងលើបើទោះបីជាអ្នកធានាមានទ្រព្យសម្បត្តិឬលុយកាក់ច្រើនយ៉ាងណាក៏ដោយបើសំណុំរឿងមិនគោរពតាមច្បាប់របស់អូស្ត្រាលីនោះប្រកាសជាមិនទទួលបានវីសាឡើយបច្ចុប្បន្ននេះច្បាប់របស់ប្រទេសអូស្ត្រាលីបានផ្លាស់ប្ដូរច្រើនណាស់ដូច្នេះយើងត្រូវស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តដាក់ពាក្យស្នើសុំទិដ្ឋាការអ្វីមួយដើម្បីកាត់បន្ថយភាពតានតឹងក្នុងការរៀបចំឯកសារលោកអ្នកអាចធ្វើការជាមួយនឹង Oswai Migration and Education ថ្មីត្បិតតែពួកយើងនៅប្រទេសអូស្ត្រាលីប៉ុន្តែពួកយើងកំពុងតែបម្រើសេវាកម្មជូនអតិថិជនមកពីគ្រប់ទិសទីសូមតាក់ទងមកយើងខ្ញុំតាមរយៈព័ត៌មាននៅលើអេក្រង់នេះសូមអរគុណសូមជម្រាបលា